ngày ní còn đã nhúng nhẹ bị kênh phim á mi rõm tha sọ sài khăng mình tên hai nhúng còn ban sầm rạch chất vừa riêng mình ní đầm bay bóng ố nâng phèn chỉ ti sờ lạnh bao nhung đại bộ có tay tay sờ lạnh ăn nết com tró hai nâng tận tân trăm mớiในการធ្វើម្ហូបរបស់ខ្ញុំចឹងហើយទោះបីជារវល់យ៉ាងមិនក៏ដោយខ្ញុំត្រូវតែឆ្លៀតមួយអាទិត្យធ្វើឲ្យបានម្ដងដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាហើយម្ហូបដែលខ្ញុំយកមកបង្ហាញជូនបងប្អូននៅក្នុងថ្ងៃនេះគឺថៃបំពងទឹកថៃអំពិលទុំទី2នោះគឺក្តាមអំពិលខ្ចីនេះឯងដែលបងប្អូនកំពុងតែគាំទ្រច្រើនខ្លាំងមែនតើមានបងប្អូនណាខ្លះដែលបានញ៉ាំក្តាមអំពិលខ្ចីនិងមានបងប្អូនណាខ្លះដែលអត់ទាន់បានញ៉ាំបងប្អូនអាចសាកទាំងអស់គ្នាណាបងប្អូនមើលខ្លាញ់ក្តាមនេះនិយាយវិថលឡងលឿងដាក់បាយបែបនឹងមកដាក់ខ្លាញ់ពីលើដាក់ចូលមកខ្ទិះឡើងឈ្ងុយបងប្អូនអើយរសជាតិបែបជូរផ្អែមប្រៃចំណែកឯម្ហូបទី3នោះគឺស្ងោរផ្ទីសាច់ជ្រូកចិញ្ច្រាំជាមួយនឹងស្អមហើយដែលពិសេសសម្រាប់ខ្ញុំជារៀងរាល់ថ្ងៃដែលមិនអាចបំភ្លេចបានគឺទឹកដោះគោសូនេជរ៉លនេះឯងតែតែងតែធ្វើឲ្យខ្ញុំមានសុខភាពរឹងមាំនៅក្នុងទឹកដោះគោនោះហាសម្បូរវីតាមីនជាច្រើនដែលជួយទៅថែបំប៉នរាងកាយរបស់ខ្ញុំពីខាងក្នុងព្រោះនៅក្នុងទឹកដោះគោសូនេជរ៉លសម្បូរទៅដោយវីតាមីនកាល់ស្យូមប្រូតេអ៊ីនប៉ូតាស្យូមនិងសារធាតុសំខាន់ជាច្រើនទៀតដែលជួយឲ្យសុខភាពរបស់ខ្ញុំកាន់តែរឹងមាំនិងល្អជាងមុនថ្ងៃនេះខ្ញុំសូមញ៉ាំទឹកដោះគោសូនេជរ៉លពណ៌ផ្កាឈូកម្ដងមើលពណ៌ផ្កាឈូកក៏អត់មានកាឡូរីទេញ៉ាំទៅអត់ធ្វើឲ្យយើងឡើងគីឡូទេហើយសម្រាប់ពណ៌ខៀវវិញញ៉ាំទៅជួយឲ្យមានកម្លាំងភ្លាមធ្វើឲ្យឆ្អឹងរឹងមាំជំនួយទៅដល់ការគេងធ្វើឲ្យគេងលក់ស្រួលមេញ៉ាំទៅជួយឲ្យកុមារលូតលាស់លឿនជួយឲ្យឆ្លាតវៀងវៃជួយឆ្អឹងនិងធ្មេញរបស់កុមារឲ្យកាន់តែរឹងមាំមានសុខភាពល្អហើយអ្វីដែលកាន់តែពិសេសទៀតនោះសម្រាប់បងប្អូនស្រីៗដែលគាត់កំពុងតែត្រៀមយក baby ឬក៏កំពុងតែមាន baby ញ៉ាំទៅជួយទៅដល់ទារកនិងសុខភាពម្ដាយញ៉ាំទៅអត់ធ្វើឲ្យងាយចាញ់ទេណាហើយសម្រាប់បងប្អូនស្រីៗដែលគាត់កំពុងតែសម្រាលហើយវិញញ៉ាំទៅជួយឲ្យមានទឹកដោះកាន់តែច្រើននេះហូណាបានបងប្អូនអើយផលិតផលមួយដែលមានស្តង់ដារញ៉ាំទៅទទួលបានផលពិតហើយតម្លៃសមរម្យទៀតដូចថ្ងៃនេះអញ្ចឹងមិនមែនខ្ញុំញ៉ាំតែម្នាក់ឯងណាគឺខ្ញុំញ៉ាំទាំងគ្រួសារហ្មងអញ្ចឹងហើយបើបងប្អូនទាំងអស់គ្នាចង់ឲ្យក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់កាន់តែមានសុខភាពល្អកុំភ្លេចឲ្យពួកគាត់ញ៉ាំសូនេជរ៉លទាំងអស់គ្នាណាមានសូនេជរ៉លនៅក្បែរកាន់តែមានសុខភាពល្អជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបពីរមុខមកបង្ហាញបងប្អូនទាំងអស់គ្នាណាម្ហូបទី1នោះគឺថៃបំពងឆាទឹកថៃអំពិលទុំឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមដាក់ខ្ទះឲ្យក្តៅដាក់ប្រេងចូលដាក់អំបិលបន្តិចទៅបងប្អូនដើម្បីកុំឲ្យត្រីជាប់ណានៅពេលដែលប្រេងយើងកាន់តែក្តៅល្អហើយខ្ញុំក៏ចាប់ផ្ដើមដាក់ត្រីចូលហើយទឹកមួយអន្លើសិនតមកទៀតខ្ញុំក៏បានដាក់ប្រេងចូលដាក់ខ្ទឹមចូលឆារំលីងឲ្យខ្ទឹមកាន់តែឡើងឈ្ងុយហើយចាក់សាច់ជ្រូកចូលសាច់ជ្រូកគឺសាច់ជ្រូកជ្រាំមកបងប្អូនចាក់ចូលហើយឆាត្រឡប់ចុះឡើងឲ្យសាច់ជ្រូកយើងកាន់តែបែកល្អហើយដាក់អំបិលចូលបន្តិចដាក់ស្ករចូលបន្តិចដាក់ប៊ីចេងដាក់ខ្នុរដាក់ទឹកត្រីភ្លេចចុងក្រួយលួចប្រេងខ្យងបន្តិចផងធ្វើឲ្យទឹកស្ងោរសាច់ជ្រូកកាន់តែមានរសជាតិឆ្ងាញ់ត្រូវចូលឲ្យសព្វហើយដាក់ទឹកចូលរងាស់ឲ្យសាច់ជ្រូកកាន់តែឆ្អិនល្អហើយដាក់ប្រហិតសាច់គោចូលទឹកសម្លយើងកាន់តែចូលជាតិល្អហើយចាក់ផ្សិតចូលហើយសម្រាប់បន្លែដែលខ្ញុំយកមកសោក្នុងថ្ងៃនេះមានផ្សិតផ្សមានផ្ទីមានស្អមបើសម្រាប់បងប្អូនចូលចិត្តបន្លែអីបងប្អូនដាក់បន្លែហ្នឹងទៅសម្រាប់ខ្ញុំវិញគឺចូលចិត្តណាស្ងោរអញ្ចឹងហើយមានស្អមទៀតនិយាយថាក្លិនឡើងឈ្ងុយឥឡូវសាឡខ្ញុំក៏បានឆ្អិនរួចរាល់ហើយណាបងប្អូនមើលថាតំណងគួរឲ្យចង់ញ៉ាំអត់ក៏ពីសាឡឆ្អិនហើយខ្ញុំក៏បានចាប់ផ្ដើមឆាទឹកត្រីអំពិលទុំដាក់ខ្ទះឲ្យក្តៅខ្លាំងហើយដាក់ប្រេងបន្ទាប់មកទៀតដាក់ខ្ទឹមបំពងចូលឲ្យឡើងក្លិនឈ្ងុយហើយដាក់ស្ករត្នោតទៅបងប្អូនណាដែលយើងឆាទឹកត្រីអំពិលទុំមកប្រើស្ករត្នោតបានឆ្ងាញ់ស្ករសអត់សូវឆ្ងាញ់ទេបងប្អូនទាំងអស់គ្នាអើយបន្ទាប់ពីដាក់ស្ករត្នោតហើយយើងដាក់ទឹកអំពិលទុំចូលរងាស់ឲ្យឡើងពុះល្អហើយចាក់ខ្ទឹមក្រហមជាមួយនឹងម្ទេសចូលតាប់បានឃើញទឹកត្រីអំពិលទុំបែបហ្នឹងបងប្អូនអើយឲ្យឆ្ងាញ់យ៉ាងម៉េចសាសម័យមើលទឹកត្រីអំពិលទុំដែលឈ្ងុយជាមួយនឹងត្រីដែលយើងបំពងស្រួយក្តៅតែគិតបែបហ្នឹងណាខ្ញុំមកចាប់ផ្ដើមស្រក់ទឹកមាត់ទៀតហើយបងប្អូនទាំងអស់គ្នាអើយនឹងឃើញបែបនេះហើយខ្ញុំនេះក៏មិនបង្អង់យូរដែរបងប្អូនអើយប៉ុន្តែបងប្អូនជួយជ្រើសរើសមើលថាខ្ញុំគួរញ៉ាំមួយណាមួយដៃដួសឡយណាប៉ុន្តែនៅពេលដែលញ៉ាំគឺញ៉ាំត្រីដែងបំពងមុនសិនហើយបងប្អូនអើយត្រីដែងសុទ្ធតែពងឡើងពេញពោះបានដាក់ជាមួយទឹកត្រីអំពិលទុំដែលខ្ញុំតំតែឆាឲ្យឈ្ងុយទៀតអូយនិយាយពីថាជាតិខ្លាំងមែនតើហើយវិញឡើងលឿងបានយកមកដាក់ជាមួយទឹកត្រីអំពិលទុំដែលខ្ញុំតំតែឆាឲ្យក្លិនឡើងឈ្ងុយយកតាណាអស់ឥឡូវនេះខ្ញុំក៏ចាប់ផ្ដើមដាក់សាឡាត់ដាក់តសក់ដាក់ជីដាក់សាច់ត្រីដែងចូលជ្រលក់ជាមួយទឹកត្រីអំពិលទុំដែលតំតែឆាឲ្យក្លិនឡើងឈ្ងុយដាក់ចូលមាត់
ងាញ់អើយសែនឆ្ងាញ់ជាតិអើយសែនជាតិមិនឆ្ងាញ់បងប្អូនមើលតែមាត់ខ្ញុំទៅដឹងហើយញ៉ាំចុះញ៉ាំឡើងមិនដឹងថាអស់បាយប៉ុន្មានចានទេបងប្អូនទាំងអស់គ្នាអើយហើយមិនដឹងថាសម្រាប់ចិត្តញ៉ាំមួយណាតាមម្ហូបដែលខ្ញុំចូលចិត្តទាំងអស់ហ្នឹងថៃដែងបំពងសាច់ឡងលឿងដាក់ជាមួយសាឡាត់មកស្រោចទឹកថៃអំពិលទុំមានម្ទេសមានខ្ទឹមក្រហមបែបនេះមកដាក់ចូលមកតែថាបានញ៉ាំម្ហូបដែលខ្លួនឯងចូលចិត្តម្ដងណាឆ្ងាញ់ទាំងមានក្តីសុខហើយបងងាកមកមើលសឡស្ងោរផ្ទីជាមួយស្អំរបស់ខ្ញុំវិញឃើញបែបងាយអញ្ចឹងឯណាបងប្អូនតែញ៉ាំទៅរសជាតិគឺឆ្ងាញ់ខ្លាំងមែនតើដោយសារយើងបានរំលឹងសាច់ឡើងឈ្ងុយសាច់ជ្រូកស្ងោរបងប្អូនទាំងអស់គ្នាធ្វើដូចខ្ញុំអញ្ចឹងយកទៅរំលឹងដាក់គ្រឿងខើឲ្យកាន់តែឡើងឈ្ងុយហើយចាក់ទឹកចូលឲ្យសឡស្ងោររបស់យើងកាន់តែមានរសជាតិឆ្ងាញ់ទៀតនិយាយពីថាទឹកសឡឡើងឈ្ងុយជាតិថៃបំពងទៅឆ្ងាញ់ខ្លាំងទឹកសឡនេះក៏ឆ្ងាញ់ខ្លាំងតែអ្វីដែលมันអាចបំភ្លេចបានសម្រាប់ខ្ញុំនោះគឺក្តាមអប់អំពិលខ្ចីនេះឯងតែបងប្អូនទាំងអស់គ្នាកំពុងតែគាំទ្រហើយចង់ញ៉ាំច្រើនខ្លាំងមែនតើឲ្យចង់ញ៉ាំមិនបងប្អូនអើយបើរសជាតិឆ្ងាញ់បែបនេះហ៎បីតែខ្ញុំនេះក៏ញ៉ាំអត់ចេះធុញដែរហើយបាននិយាយពីសាច់ក្តាមវិញអូឡើងផ្អែមថ្មីស្រស់សាច់ឡើងរឹងផ្អែមបាននិយាយពីខួរក្តាមអប់អំពិលខ្ចីវិញបងប្អូនមួយណែអូយខួរឡងលឿងខាប់បែបហ្នឹងគ្រប់ស្នូកក្តាមទាំងអស់គឺសិតតែខ្លាញ់បែបហ្នឹងហើយបើបានញ៉ាំបែបនេះទៀតកាន់តែឆ្ងាញ់ខ្លាំងយកបាយដាក់ក្នុងស្នូកក្តាមមកយកខ្លាញ់ក្តាមដែលយើងបានខ្វេះមិញដាក់ពីលើអញ្ចេះមកបងប្អូនញ៉ាំមែននេះញ៉ាំមើលបើអត់ញ៉ាំខ្ញុំញ៉ាំមិនណាអញ្ចឹងញ៉ាំហើយធ្វើឲ្យអារម្មណ៍ដិតជាប់នៅរសជាតិមួយនេះគឺរសជាតិក្តាមអប់អំពិលខ្ចីជារូបមន្តដែលខ្ញុំបង្កើតខ្លួនឯងសូម្បីតែឈ្មោះក៏ដាក់ខ្លួនឯងដែរទឹកក្តាមអប់អំពិលខ្ចីបើបានយកទៅសក់មកជ្រលក់បែបហ្នឹងទៀតអូយរសជាតិគឺឲ្យអុយហ្មងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្រឡាញ់ចូលចិត្តដែលតែងតែជួយ share comment បើមានកន្លែងណាខុសឆ្គងបងប្អូនកុំប្រកាន់ណា